គណៈប្រតិភូរបស់សហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខដើម្បីពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនៅមានភាពផុយស្រួយជាមួយប្រទេសថៃនេះគឺជាការបញ្ជាក់របស់ប្រមុខការទូតកម្ពុជាលោកប្រាក់សុខុននៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Bloomberg នៅថ្ងៃទី8 ខែមករាឆ្នាំ2026យ៉ាងណាមិញលោកប្រាក់សុខុនមិនទាន់អាចបញ្ជាក់ពីសមាជិកមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកដែលគ្រងមកកម្ពុជាបាននៅឡើយរដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបានត្រូវបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់ម្នាក់ពីក្រសួងការបរទេសអាមេរិកនឹងដឹកនាំកិច្ចពិភាក្សាទាំងនេះជាមួយភាគីកម្ពុជាថៃក្នុងបទសម្ភាសន៍ជាមួយ Bloomberg ដដែលលោកប្រាក់សុខុនបានសង្កត់ធ្ងន់ថារដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Washington ព្រមទាំងបរិហាថាកងទ័ពថៃនៅតែបន្តកាន់កាប់ដែនអធិបតេយ្យភាពរបស់កម្ពុជានិងបណ្ដាលឲ្យប្រជាពលរដ្ឋជា20,000 នាក់ត្រូវបាត់បង់និងផ្លាស់ទីលំនៅឋានវិទ្យុបារាំងអន្តរជាតិ RFE បានតាក់ទងសុំការអធិប្បាយពីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញតែអ្នកនាំពាក្យបានរុញសំណួរទៅឲ្យក្រសួងការបរទេសអាមេរិកតែក្រសួងការបរទេសអាមេរិកនៅពុំទាន់ឆ្លើយតបសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFE តាមសារអេឡិចត្រូនិក email នៅឡើយគិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នៅថ្ងៃទី9 ខែមករានេះក្នុងអត្ថបទដដែលនេះកាសែត Bloomberg បានសរសេរថាគម្រោងដំណើរទស្សនកិច្ចនេះពេលនេះកើតឡើងបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីរវាងកម្ពុជាថៃនិងចិនកាលពីខែធ្នូឆ្នាំ2025កន្លងទៅក្នុងនោះប៉េកាំងបានបង្ហាញខ្លួនថាជាអ្នកសម្របសម្រួលអព្យាក្រឹតផ្ទុយពីវិធីសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានគម្រាមដាក់ពន្ធពាណិជ្ជកម្មលើប្រទេសទាំងពីរប្រសិនបើការវាយប្រយុទ្ធគ្នានៅតែបន្តការចេញមកសម្របសម្រួលដោយមហាអំណាចទាំងពីរគឺអាមេរិកនិងចិនត្រូវបានកាសែត Bloomberg ចាត់ទុកជាការប្រកួតប្រជែងគ្នាលើឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីស្វែងរកទូនាទីសំខាន់ក្នុងការសម្របសម្រួលសន្តិភាពចម្លើយជុំវិញការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនេះត្រូវបានរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនបញ្ជាក់ថាចិនបានដើរតួនាទីសកម្មខ្លាំងក្នុងការសម្របសម្រួលចំនួនព្រំដែនខ្មែរថៃតាមប្រមុខការទូតកម្ពុជារូបនេះចិនពិតជាចាប់អារម្មណ៍លើសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍និងលើសន្តិភាពរវាងប្រទេសទាំងពីរដែលជាមិត្តដ៏ជិតស្និទ្ធរបស់ចិន